យកបើសមអ្នកគ្នានេះគឺបងលើភ្នំគឺនៅលើភ្នំបូកគោហ្នឹងឯងនិយាយទៅខ្ញុំវល់វល់ដោយសារខ្យល់ខ្លាំងពេកចឹងទៅម៉ែខ្ញុំលឺតដាត់ស្ដាប់អត់សូវបានចឹងណាយ៉ាបងលើភ្នំនៅខាងហ្នឹងគឺមានភ្លៀងហើយមានទឹកច្រើនណាស់ហើយឃើញតំណវិរៈគេស្នេកគេបាក់ដែរនិយាយទៅនេះខ្ញុំជីមកជុំវិញបូកគោហ្មងជីតាមផ្លូវវត្តសំពៅ5ហ្មងនិយាយទៅវាងតាមវាសែ500និយាយទៅជីមកជុំបូកគោហើយបានចូលបងលើភ្នំហ្នឹងឯងហើយយ៉ាទៅស្ភាពស្អាតហ្មងមើលតែទឹកក៏ដឹងនិយាយទៅបើយើងមកហើយយើងអង្គុយនៅនឹងជាប៉ុន្តែខ្ញុំស្អប់តែមនុស្សមួយចំនួនមកដល់កន្លែងហ្នឹងហើយនៅចាក់ speaker ពលឺឡើងតឡងពេញហ្នឹងខ្ញុំក៏បានថតវីដេអូហ្នឹងដែរតែចាំមើលខ្ញុំឲ្យអ្នកគ្នាមើលតិចអានេះខ្ញុំឲ្យមើលអ្នកគ្នាមើលតែបងលើភ្នំសិនទេហើយចាំតិចទៀតខ្ញុំឲ្យអ្នកគ្នាមើលអាពួកចាក់ speaker ឈួតចង់ផ្ទះប្រកាច់យ៉ាងនិយាយទៅតំណងមួយយ៉ាងគេដែរដាក់ speaker ឮតឡងពេញហ្នឹងហើយយ៉ាសាមហ្មងកុំតែឃើញគេមនុស្សច្រើននៅកុំអីរោវាពីចម្ងាយតែហ្មងតែហ៊ានបានតែនិយាយចឹងហើយឃើញគេគាត់ឲ្យនឹកក្នុងចិត្តទេប៉ុន្តែថាមនុស្សចេះគិតអត់ចឹងតែបើឲ្យទៅវាយទៅអីណាហ៊ានគេផ្សិតបុគ្គលរៀនក្នុងគាត់យើងចេះគិតថាកន្លែងណាគួរចាក់ជំនឿកន្លែងណាអត់គួរចឹងយ៉ាយើងចូលរួមទាំងអស់គ្នាទៅព្រោះយើងមកតំបន់ទេសចរអញ្ចឹងចង់បានបែបស្ងៀមស្ងាត់ហើយមកចាក់ជំនឿអញ្ចឹងបើអាចយកកាសមកចាក់ស្ដាប់ម្នាក់ឯងឬក៏3 4នាក់ទៅកូតបាយ Sweating, shaking all over.